ក្បាលថៃប្រឡាក់1គីឡូ9,000 ស្លឹកអំពិល 2,000 កៅអៅឈូក 2,000 ម្រះព្រៅហេជីនាងវងអស់ 1,000 ខ្ញុំយកមកធ្វើម្ហូបមួយមុខមួយឆ្នាំងឡើងធំដែរយើងញ៉ាំបានមកផ្ទះជុំគ្នាមុខម្ហូបនេះខ្ញុំធ្វើលឿនដំបងឡាយខ្ញុំគ្រាន់តែដាំទឹកឲ្យពុះសិនបន្ទាប់មកទៀតខ្ញុំមានក្បាលថៃប្រឡាក់ចំនួន1គីឡូដែលទិញពីផ្សារមកហើយលាងវាឲ្យស្អាតចឹងទៅហើយក្បាលថៃនេះវាមានរសជាតិរៀងប្រៃហើយអញ្ចឹងបងប្អូនបើយើងកុំអាលដាក់អំបិលពេលដែលដាក់ក្បាលថៃចូលទៅក្នុងទឹកដែលកំពុងពុះខ្ញុំចាប់ផ្ដើមដាក់ស្លឹកអំពិលដែលខ្ញុំបានហាន់ល្អិតៗនឹងចូលតែម្ដងក្រអៅឈូកប៉ុណ្្នេះហ่าបងប្អូនតម្លៃរបស់វាគឺ 2,000 រៀលថ្លៃមែនតើនៅផ្សារដែលគាត់លក់ឲ្យហ្នឹងខ្ញុំមានអារម្មណ៍ថារៀងថ្លៃជ្រុលមិនទេហើយក្រអៅឈូកនេះចំនួន3ដើមខ្ញុំក៏មិនដឹងថាធូរថ្លៃឬមួយក៏ថ្លៃដែរប៉ុន្តែគ្រាន់ថារាល់ដង 2,000 ខ្ញុំទិញកន្លែងផ្សេងបានច្រើនជាងហ្នឹងប្រហែលជាលើកហ្នឹងត្រូវបានអ្នកលក់កៅឲ្យមកទៅមុខម្ហូបមួយឆ្នាំងនេះដោយសារតែក្បាលថៃនេះគឺជាប្រភេទក្បាលថៃប្រឡាក់ដែលវាមានរសជាតិប្រៃអញ្ចឹងបងប្អូនបើយើងអាចដាក់តែស្ករឬមួយក៏ប៊ីចេងទៅបើសិនជាបងប្អូនបើយើងដែលគាត់ទ្រប់ដាក់ប៊ីចេងណាហើយសម្រាប់ខ្ញុំអត់ប្រើប៊ីចេងអញ្ចឹងខ្ញុំដាក់តែស្ករទេម្សៅស៊ុបក៏ខ្ញុំអត់ដាក់ដែរដោយសារតែក្បាលថៃនេះវាប្រៃហើយវាមានជាតិពេលដែលខ្ញុំភ្លក់ទៅហើយស្លឹកអំពិលនេះគឺវាមានរសជាតិជូរធ្វើឲ្យទឹកសម្លរបស់យើងនេះហិតតែឆ្ងាញ់ជាចុងក្រោយនៅពេលដែលបងប្អូន make sure ថាក្បាលត្រីរបស់យើងឆ្អិនហើយផុយសាច់ត្រីបានល្អហើយបងប្អូនរបស់យើងអាចភ្លក់មើលហើយបើសិនជាប្រៃថែមទឹកថែមអីតាមធម្មតាជាចុងក្រោយនោះខ្ញុំមានម្រះព្រៅហើយជីនាងវងដើម្បីដាក់បង្កើនរសជាតិនិងក្លិនឈ្ងុយនៅក្នុងទឹកសម្លរបស់ខ្ញុំមុខម្ហូបនេះគឺស្ងោរក្បាលត្រីប្រឡាក់ស្លឹកអំពិលប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យមានបន្លែព្រោះខ្ញុំចូលចិត្តញ៉ាំកៅអៅឈូកអញ្ចឹងក៏ខ្ញុំដាក់ចូលតែម្ដងទៅហើយម្រះព្រៅនេះដោយសារតែខ្ញុំចង់បានក្លិនឈ្ងុយនៅពេលដែលខ្ញុំរៀងច្នៃបន្លែបន្តិចអញ្ចឹងវាធ្វើឲ្យសម្លនេះឆ្ងាញ់បងប្អូនអាចធ្វើការសាកបានសម្រាប់ចាស់ភាគច្រើនបើគាត់ស្ងោរក្បាលត្រីគាត់ប្រកាសជាដាក់តែលឹកអំពិលទេត្រូវតែសម្រាប់ខ្ញុំអេតបន្លែបន្តិចហើយអេតជីអេតអីបន្តិចទៅធ្វើឲ្យទឹកសម្លនេះឆ្ងាញ់បងប្អូនអាចសាកល្បងបានកៅបកពុកមាត់បងមករាមួយឈុត$25បងប្អូនទទួលបានឆ្នាំងរំលាយកៅមួយកៅ400ក្រាមនិងស្រាប់ព្រាបៀជាប្រភេទកៅដែលមានគុណភាពខ្ពស់សម្រាប់បងបរោះដែលទម្លាប់យកឡាមកៅតសៃពុកមាត់ដុសឡើងវិញនឹងធំហើយក្រាស់ចង់បកឲ្យបានស្អាតទាំងរឹសធ្វើឲ្យផ្ទៃមុខរលោងអត់មានពុកមាត់បងប្អូនអាចប្រើប្រាស់កៅបកពុកមាត់បងមករាបានអាចកំងទិញបានតាមលេខ Telegram របស់ខ្ញុំ086 94 66 និង 24ទិញ25រៀលបានជាឈុតប្រើបានរាប់ខែថ្ងៃក្រោយអស់កាវបងប្អូនទិញកាវមកកញ្ចប់តែ$15ទេអញ្ចឹងយើងចំណាយ25នេះតែដំបូងនៅពេលដែលយើងទិញជាឈុតតែប៉ុណ្ណោះកាវបកពុកមាត់បងមករាបងប្អូនអាចយកទៅបករួមប៊ីកានីបងប្អូនអាចយកទៅបករួមឃ្លៀកបានតែបើសិនជាបងប្អូនរបស់យើងដែលគាត់ចង់បករួមដៃជើងខ្ញុំរីកមិនឲ្យប្រើប្រាស់កាវបករួមដៃរួមជើងបងមករាដែលមានតម្លៃត្រឹមតែមួយឈុត$15តែប៉ុណ្ណោះបងប្អូនមកបកដល់ហាងក៏បានដែរចូល Google Map វាយអក្សរខ្មែរដាក់ថាហាងបកពុកមាត់បងមករាហាងយើងបើករាល់ថ្ងៃចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 9 យប់បកពុកមាត់$3តែប៉ុណ្ណោះ